ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្ដែងរឿងបើមានលម្ដងទៀតហើយថ្ងៃនេះដែរយើងមកបន្តភាគនៃរឿងស្នេហាសម្ងាត់របស់យើងទៀតហើយមុននឹងចូលទៅដល់ការសម្ដែងសាច់រឿងadminសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like subscribe ឲ្យ admin ម្នាក់មួយផងបន្ទាប់ពីតួប្រុសបានជួយនាងដោះស្រាយបញ្ហាសពគ្រប់រួចអស់ហើយតួប្រុសក៏បានសួរទទួលស្រីថានាងក៏ចេះពីរបៀបការពារខ្លួនដែរមែនអត់តួស្រីក៏បានប្រាប់ទៅថានាងក៏ធ្លាប់រៀនពីរបៀបការពារខ្លួនដែរហើយតួស្រីនៅនិយាយទៀតថាក៏ដោយសារតែគ្មានអ្នកណាដែលនាងអាចពឹងពាក់បានឡើយក្រៅពីខ្លួនឯងនោះតួប្រុសលើអញ្ចឹងហើយក៏ឡើងឆ្ងល់ហើយក៏បានគិតថាមើលទៅនាងហាក់ដូចជាធ្លាប់ជួបរឿងលំបាកជាច្រើនពេលនោះដែរគ្នារបស់តួប្រុសក៏បានមកសួរថាតើបន្តទៅលេងបាល់ទៀតដែរឬអត់ទេតែតួប្រុសមិនបានតបជាមួយនឹងគ្នារបស់គាត់ទេគាត់បែរជាបបួលតួស្រីទៅផ្ទះរបស់គ្រួសារបូពេលនោះដែរតួស្រីរបស់យើងនេះក៏បានឆ្ងល់ថាមិនក៏ទៅផ្ទះគ្រួសារបូទៅវិញតួប្រុសក៏បានតបទៅថាទៅដោះស្រាយជាមួយនឹងបូយុនស៊ីនឹងហើយតែតួស្រីក៏បានប្រាប់ថានេះមិនចង់រំខានដល់មនុស្សចាស់នៅក្នុងគ្រួសារនោះទេម្យ៉ាងវិញទៀតតួប្រុសក៏បានដោះស្រាយជាមួយនឹងពួកគេនោះហើយដែរតួប្រុសបាននិយាយថាមនុស្សដែលធ្វើខុសគឺត្រូវតែទទួលកំហុសបើទោះបីជានាងគឺជាបងប្អូនជីដូនមួយជាមួយនឹងគាត់ក៏ដោយនៅឃើញថាតួប្រុសគិតគូរពីនឹងបែបហ្នឹងយាយនាងក៏រៀនរំភើបនៅក្នុងចិត្តបន្តិចដែររួចពីនឹងមកតួប្រុសក៏បានបបួលយាយឲ្យទៅជាមួយនឹងគាត់តែគាត់គឺមិនបានខ្វល់ជាមួយនឹងគ្នារបស់គាត់សូម្បីតែបន្តិចលុះចូលមកដល់ក្នុងឡានតួប្រុសក៏បានស្ម័គ្រខ្លួនធ្វើជាអ្នកបើកយាយនាងក៏បានសួរថាប្រកាសចិត្តទេថាលោកចេះបើកឡានបើមិនចេះទេទុកឲ្យខ្ញុំគឺជាអ្នកបើកវិញដោយនាងដឹងថារដងតួប្រុសមិនបានបើកឡានដោយខ្លួនឯងទេគឺមានតកងឡានគឺជាអ្នកបើកតួប្រុសក៏បានសួរទៅនាងថាចង់មើលស្រាសមត្ថភាពបើកឡានរបស់គាត់មែនទេតែតួស្រីនាងចេះតែបារម្ភនិងសុំឲ្យគាត់បើកយឺតៗទៅបានហើយតួប្រុសបានតបមកវិញយ៉ាងផ្អែមថាមិនអីទេបើយាយរបស់គាត់ចូលចិត្តបែបណាគាត់នឹងធ្វើតាមសំណើរបស់នាងយាយឮហើយនាងក៏បានងាកមកចេញក៏ព្រោះតែនាងកំពុងតែអៀននោះអីពេលនឹងដែរតួប្រុសក៏បានអោនចូលមកចិត្តយាយបំរុងទៅធ្វើរឿងអ្វីមួយយាយពិតជាអៀនណាស់ដែលនាងបានសួរទៅតួប្រុសថាកំពុងតែចង់ធ្វើអីបន្ទាប់មកនាងក៏បានបិទភ្នែកទាំងដែលតាមពិតទៅតួប្រុសគ្រាន់តែជួយដាក់ខ្សែក្បាត់ឲ្យនាងសោះលុះមកដល់ពេលដែលពួកគេមកដល់ផ្ទះគ្រួសារបូក៏មានអ្នកបម្រើប៉ុន្មាននាក់ចេញមកទទួលស្វាគមន៍ហើយតួប្រុសក៏បានប្រាប់ពួកគេថាឲ្យតែហៅម្ដាយរបស់យុនស៊ីជាមួយនឹងយុនស៊ីមកជួបគាត់ហើយនៅក្នុងនោះក៏មានគ្នារបស់តួប្រុសមកតាមពួកគេផងដែរហើយថែមទាំងបានចូលទៅនិយាយលេងជាមួយនឹងយាយទៀតផងតែក៏មើលតួប្រុសសម្លឹងមើលទៅគ្នារបស់គាត់ភ្នែកឡើងក្រហមតែតហើយលុះបានបន្តិចពីអ្នកម្ដាយកូនក៏បានចូលមករីឯអ្នកជីកូនវិញក៏និយាយឡើងព្រាមថាមិនក៏រៀងមកនៅទីនេះចំណែកតួស្រីក៏បាននិយាយថាយ៉ាងម៉េចជួបខ្ញុំម្ដងទៀតក៏ធ្វើជាមនុស្សចម្លែកមែនទេខ្ញុំមិននឹកស្មានដល់សោះថាកញ្ញាបូននៅក្មេងបែរជាល្ងងដល់ថ្នាក់នេះចុះចំណែកឯរឿងដែលនាងទើបតែនិយាយជាមួយនឹងខ្ញុំកាលពីប្រហែលថ្ងៃនោះវិញតែនាងក៏ភ្លេចដែរមែនទេយន់ស៊ីស្ដាប់ចាប់នាងហាក់ដូចជាខឹងណាស់នាងក៏បានស្ទុះទៅរកតួស្រីតែក៏ត្រូវបានម្ដាយរបស់នាងខាត់បន្ទាប់មកទើបគ្នារបស់តួប្រុសក៏និយាយឡើងមកវិញម្ដងថាមានរឿងអីនេះឬជារបៀបដែលគ្រួសារបូទទួលភ្ញៀវអ្នកជាម្ដាយក៏បន្លឺសម្លេងឡើងមកថាកុំប្រកាន់នាងអីនាងឆេវឆាវបន្តិចហើយអាមីនសូមបញ្ជាក់ថាគ្នារបស់តួប្រុសមានឈ្មោះថាស៊ូក៏ប៉ុន្តែសូមហៅថាគ្នារបស់តួប្រុសទៅព្រោះតែងាយស្រួលចំណាំជាងដូច្នេះគ្នារបស់តួប្រុសក៏បាននិយាយថានាងមិនមែននៅក្មេងទេនាងជាមនុស្សធំហើយអាកប្បកិរិយាបែបនេះគេហៅថាមិនបានចូលសាលាគាត់បាននិយាយបន្តថាតួស្រីគឺជាមនុស្សដែលគាត់នាំមកទីនេះប្រសិនបើនាងហ៊ានប៉ះជាមួយនឹងតួស្រីក៏ដូចជាមានរឿងជាមួយនឹងគាត់ដូចគ្នាលើបែបនេះហើយអ្នកជាម្ដាយក៏បានប្រាប់ឲ្យយុនស៊ីសុំទោសទៅស្របនឹងពេលនោះលោកតាបូក៏បានបង្ហាញខ្លួនដោយគាត់បាននិយាយឡើងមកថាមិនក៏មានមនុស្សច្រើនម្ល៉េះនៅក្នុងផ្ទះរបស់គាត់គ្នារបស់តួប្រុសបាននិយាយមុនគេថាគាត់មកមើលរឿងដែលសប្បាយហើយនៅបន្តិចទៀតនេះលោកតានឹងបានមើលដូចគ្នាហើយគាត់ក៏បានងាកមកនិយាយជាមួយនឹងតួប្រុសវិញម្ដងថាឥឡូវនេះគាត់មកមើលការសម្ដែងនៅក្នុងផ្ទះរបស់តួប្រុសបែបនេះហើយក៏ចាប់ផ្ដើមការសម្ដែងចោលគាត់នៅរងចាំមើលជានិច្ចបន្ទាប់មកតួប្រុសក៏បានមកសួរនាំវិជ្ជបណ្ឌិតអំពីរឿងថ្នាំវិជ្ជបណ្ឌិតបានតបថាគាត់បានយកមកសពគ្រប់អស់ហើយយើងក៏មិនបានដឹងដូចគ្នាថាតួប្រុសកំពុងតែចង់ធ្វើអីដូច្នេះហើយមានតែរងចាំមើលជាបន្តទៀតបន្ទាប់មកម្ដាយរបស់យុនស៊ីក៏បានទៅសួរតួប្រុសថាមានរឿងអ្វីកើតឡើងទៅលើកញ្ញាជាងតួប្រុសក៏បាននិយាយប្រាប់រឿងឲ្យគាត់បានដឹងទៅរួចនៅពេលដែលបានស្ដាប់ហើយគាត់ក៏និយាយឡើងមកថាសំណាងហើយដែលកញ្ញាជាមិនកាត់អីនោះមើលទៅគាត់ហាក់ដូចជាមិនបានដឹងរឿងដែលកូនស្រីរបស់គាត់បានធ្វើនោះទេចំណែកអ្នកមានខ្លួនវិញកំពុងតែភ័យបោកពួរបណ្ដាហើយបន្ទាប់មកលោកតាក៏បានសួរថាតើរឿងនេះពាក់ព័ន្ធជាមួយនឹងយុនស៊ីទេតួប្រុសក៏បានប្រាប់ថាលោកតាមិនដឹងទេយុនស៊ីជាមួយនឹងចាងយាធ្លាប់មានចំនួនជាមួយគ្នាកាលពីមុនពេលហ្នឹងម្ដាយរបស់យុនស៊ីបាននិយាយប្រាប់លោកតាអំពីរឿងដែលកូនស្រីរបស់គាត់តាក់ទងគ្នាជាមួយនឹងអតីតមិត្តប្រុសរបស់តួស្រីហើយនៅក្នុងពេលនេះពួកគេក៏បានបែកគ្នាហើយដែរយុនស៊ីបានជួយនិយាយបន្ថែមទាំងសម្លេងគួរឲ្យអាណិតថារឿងដែលម្ដាយរបស់នាងបាននិយាយគឺជាការពិតចំណែករឿងផ្សេងទៀតនេះមិនជាប់ពាក់ព័ន្ធទេលោកតែបានសួរទៅតួស្រីថារឿងនេះពិតដែរទេតួស្រីបានតបថានៅច្រើនជាងនឹងទៅទៀតពីអ្នកម្ដាយកូនលើអញ្ចឹងហើយក៏បានដកដង្ហើមធំតែតួស្រីបាននិយាយបន្តថាមានចំណុចខ្លះដែលលោកតាត្រូវតែដឹងនៅពេលដែលយុនស៊ីតាក់ទងគ្នាជាមួយនឹងជីនរ៉ានោះក៏មិនទាន់បែកគ្នាជាមួយនឹងខ្ញុំនៅឡើយទេចំណែករឿងទី2រឿងដែលនាងជួគេដេញតាមខ្ញុំដឹងច្បាស់ណាស់ថានាងច្បាស់ជាបដិសេធប៉ុន្តែ
សំណាងឲ្យដែលខ្ញុំឆ្លាតមានផតាំងនៅក្នុងដៃនោះបន្ទាប់មកយាយក៏បានចាក់សម្លេងឲ្យមនុស្សគ្រប់គ្នានៅទីនោះបានស្ដាប់ព្រមទាំងយន្តស៊ីផងដែររីឯគ្នាតួប្រុសវិញមិននឹកស្មានសោះថាតួស្រីឆ្លាតដល់ថ្នាក់នេះលោកតាគាត់ពិតជាខាងណាបានសួរទៅពីអ្នកម្ដាយកូននោះថាមានអ្វីចង់បញ្យល់គាត់ដែរទេតែម្ដាយរបស់យន្តស៊ីបែរជានិយាយថាតួស្រីកំពុងតែយល់ច្រឡំមកលើកូនរបស់គាត់ហើយយន្តស៊ីមិនទទួលកំហុសទេនាងបែរជាចោទប្រកាន់ទៅកាន់តួស្រីថាកំពុងតែប្រឌិតរឿងប្រសិនបើនាងធ្វើបែបនឹងមែនក៏បង្ហាញផុសតាំងមកតួស្រីបានសួរបញ្ជាក់ថាអញ្ចឹងបោយន្តស៊ីនាងមិនទទួលកំហុសមែនទេយន្តស៊ីក៏ច្រឡំមកវិញថាហេតុអីបានជាខ្ញុំត្រូវទទួលវាបើខ្ញុំមិនបានធ្វើផងហ្នឹងមិនចាំយូរនោះទេតួស្រីក៏បានគេឲ្យតួប្រុសសម្ដែងម្ដងទៅបន្ទាប់មកហ្នឹងតួប្រុសក៏បានទេឲ្យគេយកផុសតាំងចូលមកក្នុងមកហើយនៅពេលនោះមនុស្សដែលបានធ្វើបាបតួស្រីក៏ត្រូវបានគេនាំចូលមកក្នុងពេលដែលពួកគេបានសម្លឹងមើលគ្នាតែភ្ញាក់ផ្អើលរួចបរិសម្នាក់នោះក៏បានស្ទុះចូលទៅអោបជើងរបស់យន្តស៊ីព្រមទាំងនិយាយថាជួយខ្ញុំផងកញ្ញាបូយន្តស៊ីក៏បាននិយាយប្រកែកភ្លាមៗថានេះមិនបានស្គាល់គេម្នាក់ហ្នឹងទេព្រមទាំងព្យាយាមរុញគេចេញពីនាងប្រាប់ថាកុំនិយាយអីមិនសមហេតុផលទៀតទេនៅពេលដែលត្រូវបានយន្តស៊ីធ្វើទង្វើបែបនេះដែរបរិសម្នាក់នោះក៏បាននិយាយប្រាប់រឿងអស់ខ្ទេចនិងបានបញ្ជាក់ទៀតថាយន្តស៊ីបានជួខ្លួនឲ្យទៅធ្វើរឿងនេះដល់ជាមួយនឹងលុយលោកតាគេកាន់តែខឹងបន្ទាប់ពីបានដឹងរឿងនេះបន្ថែមទៀតគាត់បានស្រែកសម្លុតទៅម្ដាយរបស់យន្តស៊ីថាមិនចេះប្រដៅកូនដែលបណ្ដោយឲ្យនាងទៅធ្វើរឿងអាក្រក់បែបហ្នឹងម្ដាយរបស់យន្តស៊ីក៏បានលុតជង្គង់អង្វរឪពុករបស់ខ្លួនថាកុំដាក់ទោសនាងអីគាត់ក៏មិនបាននឹកស្មានដែរថាយន្តស៊ីទៅធ្វើរឿងបែបហ្នឹងនិងគាត់បានប្រាប់ឲ្យយន្តស៊ីសារភាពទោសកំហុសទៅកាន់លោកតាទេលោកតាក៏មិនបានលើកលែងទោសកំហុសដែលយន្តស៊ីបានធ្វើនោះទេគាត់ថានាងពិតជាហ៊ានណាស់ដែលប្រើប្រាស់ឈ្មោះរបស់គ្រួសារបូទៅប្រព្រឹត្តរឿងធ្វើបាបអ្នកដទៃបែបនេះគាត់មិនពេញចិត្តនោះទេគាត់ថែមទាំងបានកាន់ចានអំបែងមួយគប់ទៅកាន់យន្តស៊ីទៀតផងចំណែកគ្នារបស់តួប្រុសវិញពិតជាស្ដាយចាននឹងខ្លាំងណាស់ព្រោះថាគាត់បានទិញវាជាអំណោយសម្រាប់លោកតានៅថ្ងៃខួបកំណើតវាមានតម្លៃរហូតដល់រាប់សែនឯណោះតួប្រុសគាត់បានបញ្ជាឲ្យគេនាំមនុស្សចេញទៅបើទោះបីជាគេខំនិយាយយ៉ាងណាក៏តួប្រុសមិនស្ដាប់ដែរតួប្រុសបានលើកតែឲ្យលោកតាពិសាដើម្បីឲ្យគាត់ជប់ខឹងទៀតទៅលោកតាក៏បានព្រមយកតែពីតួប្រុសនិងនិយាយថាមិនចាំបាច់មានអ្នកស្នងមរតកដើម្បីទទួលបុព្វបុរសនៃគ្រួសារបូនោះទេម្ដាយរបស់យន្តស៊ីក៏បានស្រែកហៅឪពុករបស់ខ្លួនក៏ប៉ុន្តែក៏ត្រូវបានគាត់ដេញចេញទៅម្ដាយនិងកូនម្ដាយរបស់យន្តស៊ីជាមួយនឹងយន្តស៊ីក៏បានសុំការលើកលែងពីលោកតាហើយបានសន្យាថានឹងមិនធ្វើឲ្យខុសឆ្គងម្ដងទៀតនោះទេបន្ទាប់មកតួប្រុសក៏បានមកសួរនាងថាយ៉ាងម៉េចហើយក៏ប៉ុន្តែតួស្រីក៏បានដេញឲ្យតួប្រុសនោះកុំឆោតចិត្តនាងពេកប្រសិនបើយើងមើលតាមកាយវិការរបស់លោកតាទៅគាត់ហាក់ដូចជាមិនសូវចូលចិត្តតួស្រីរបស់យើងប៉ុន្មានទេបន្ទាប់មកតួស្រីរបស់យើងក៏បានអរគុណទៅលោកតាបូដែលបានជួយរកយុត្តិធម៌សម្រាប់នាងនៅពេលនោះដែរលោកតាក៏បានផ្ញើតួស្រីឲ្យនៅជាមួយនឹងគ្នារបស់តួប្រុសផងគ្នារបស់តួប្រុសក៏ឆ្ងល់ថាមិនក៏មិនផ្ញើជាមួយនឹងចែរបស់ខ្លួនបែរជាមកផ្ញើជាមួយនឹងគាត់អ្នកដទៃទៅវិញហើយនៅពេលនោះដែរគ្នារបស់គាត់ក៏ត្រូវទៅផ្ទះវិញដូច្នេះហើយក៏បានផ្ញើតួស្រីឲ្យទៅជាមួយនឹងគាត់ផងដែរតួប្រុសដែលឆ្លៀតប្រាប់គ្នារបស់គាត់ទៀតថាបើកឡានឲ្យប្រយ័ត្នផងកុំបើកលឿនពេកនៅពេលចូលមកដល់ក្នុងឡានតួស្រីក៏បានប្រាប់ទៅគ្នារបស់តួប្រុសថាមិនចាំបាច់ជូននាងទៅផ្ទះទេគឺនាំនាងទៅកន្លែងមិត្តរបស់នាងគាត់ក៏បានយកព្រមស្វាគជូនទៅដោយគ្មានបញ្ហានោះទេលុះជិះមកតាមផ្លូវក៏បានសួរតាយាយថាស្និទ្ធស្នាលជាមួយនឹងតួប្រុសដែរទេដូច្នេះហើយមានដឹងដែរឬអត់ថានរណាជាមិត្តស្រីរបស់គាត់លឺអញ្ចឹងហើយតួស្រីឡើងឆ្ងល់គឺនាងឆ្ងល់ថាមិនបានជាតួប្រុសមិនប្រាប់គាត់ពីទំនាក់ទំនងរបស់ពួកគេគាត់ក៏បានបន្តនិយាយទៀតថាគាត់ដោយសារតែពេលដែលគាត់ទៅនឹងតួប្រុសបាននិយាយថាគាត់ទៅណាត់ជួបជាមួយនឹងមិត្តស្រីរបស់គាត់តួស្រីលើអញ្ចឹងហើយនាងកាន់តែឆ្ងល់លើដើមថាតួប្រុសទៅណាត់ជួបជាមួយនឹងពីណាគេបើនាងមិនដឹងផងហ្នឹងគ្នារបស់តួប្រុសក៏បន្តនិយាយបន្ថែមទៀតថាអាពាហ៍ពិពាហ៍របស់ជីនឡានគឺត្រូវបានរៀបចំដោយម្ដាយឪពុករបស់គាត់យាយស្ដាប់មកដល់កន្លែងហ្នឹងហើយនឹងរត់ទៅខឹងលើឆ្ងល់ថាមិនបានជាតួប្រុសមានគូដណ្ដឹងហើយមកតាក់តងលេងសើចជាមួយនឹងនាងទៀតនិយាយដើមនឹងហាមដល់តែម្ដងតួប្រុសរបស់យើងហ្នឹងក៏បានឆាប់មកសួរតួស្រីចង់ដឹងអំពីរឿងដែលនាងត្រូវត្រឡប់ទៅទីក្រុងវិញកំពុងតែខឹងផងមកសួរនាំចង់ដឹងអីនាងមិនប្រាប់ទេដោយចិត្តខ្លាំងសម្បើមណាស់អាស្រ័យយើងនឹងនាងក៏បានឲ្យតួប្រុសផ្ញើកង់ធនាគាររបស់គាត់មកនាងនឹងសងលុយគាត់ត្រឡប់ទៅវិញនិងនាងមិនចង់ពាក់ព័ន្ធជាមួយនឹងគាត់ទៀតនោះទេបើទោះបីជាពេលហ្នឹងតួប្រុសទេម្នាក់ប៉ុន្មានដងក៏ដោយក៏នាងមិនលើកដែរប្រសិនបើមានគូដណ្ដឹងហើយកុំតាក់ទងមកខ្ញុំទៀតអីនៅព្រឹកបន្ទាប់ដល់ពេលដែលយាយត្រូវចាក់ចេញលាតារបស់នាងហើយបើក្រឡេកទៅមើលពុករបស់នាងវិញបែរជាអង្គុយលេងហ្គេមធ្វើធម្មតាតុកតាក៏សួរតែថានៅលេងហ្គេមដល់អង្ការទៀតមិនគិតជូនក្មួយស្រីទៅប្រលានឲ្យលឿនទេពុករបស់នាងក៏តបថាមិនចាំបាច់ខ្ញុំជូនទៅទេបន្តិចទៀតនេះមិត្តប្រុសរបស់នាងនឹងមកយកហើយជើងហោះហើររបស់ជីនឡានក៏ដូចទៅនឹងយាយដែរដូច្នេះហើយពួកគេក៏ចេះមើលថែគ្នាហើយយាយលឺហើយនាងឡើងភ្ញាក់ព្រឺតែម្ដងដូចឆ្ងល់ថាជើងហោះហើរដូចគ្នាហេតុអីក៏នាងមិនដឹងសោះអញ្ចឹងបើលោកតានេះវិញគាត់ឡើងសប្បាយចិត្តដែលគិតថាជីនឡានយកចិត្តទុក
ដាក់មកលើចៅស្រីរបស់គាត់សម្បើមណាស់តែប៉ុណ្នេះគាត់លែងបារម្ភទៀតហើយចំណែកតួស្រីវិញក៏ប្រញាប់ទេទៅទូប្រុសជាបន្ទាន់ដែលសួរគាត់ថាហេតុអីបានជាគាត់មិនប្រាប់នាងថាគាត់ក៏ធ្វើដំណើរទៅទីក្រុងសានស៊ីធីដែរជីនឡានក៏បានប្រាប់តាយាយ៉ាវិញថាកាលពីម្សិលមិញនេះក៏បានទេទូរស័ព្ទបំរុងនឹងប្រាប់នាងដែរក៏ប៉ុន្តែដោយសារតែនាងមិនបានលើកទូរស័ព្ទរបស់គាត់លងកំពុងតែឆេះពីក្នុងភ្នែករបស់យាយនាងកំពុងតែខឹងដូចជាបាយពុះយ៉ាងអញ្ចឹងដូច្នេះហើយយាយនាងក៏មានកម្រងថានៅពេលដែលនាងឡើងយន្តហោះភ្លាមនាងនឹងសំបីគាត់ភ្លាមតែម្ដងយាយក៏រៀងសម្រួលអារម្មណ៍មកវិញដោយសួរទៅគាត់ថាពេលណាបានក៏មកយកនាងទូប្រុសក៏បានសួរទៅវិញថាចង់ឲ្យមិត្តប្រុសម្នាក់នេះទៅយកលឿនជាងមុនទេច្បាស់ណាស់វាប្រកាសជាអញ្ចឹងហើយទើបទូប្រុសក៏ប្រាប់ឲ្យតកងឡានបើកលឿនជាងមុនទៅបើតកងឡាននៅឈឺស៊ុបបន្តិចដែរថាមិនក៏ប្រញាប់អញ្ចឹងទូប្រុសក៏ប្រាប់ថាប្រពន្ធរបស់គាត់ប្រញាប់ចង់ជួបគាត់ណាហើយមកធ្វើអង្គុយញញឹមស្រស់ស្រាយឡើងពេញក្នុងឡានបើតកងឡានមិនឆ្ងល់ទៅចម្លែកបន្ទាប់មកយើងមកមើលពីតួស្រីរបស់យើងវិញនាងកំពុងតែដេកគិតថានេះវាយូរហើយកាលណាមនុស្សល្ងងម្នាក់នោះមកលោកបានបន្តិចពូរបស់នាងក៏ហៅថាមិត្តប្រុសរបស់ឯងមកហើយតួស្រីនឹងលឺតែពាក្យមិត្តប្រុសនឹងនាងច្រាញ់តែម្ដងយានេះក៏បានបើកទ្វារមកព្រមទាំងនិយាយថាខ្ញុំចង់មកឲ្យបងប្រុសជើនឡានសំរងចាំខ្ញុំមួយផ្លែតចំណែកអ្នកឈរនៅមុខនឹងគឺជាពូរបស់នាងសោះបើតួប្រុសវិញកំពុងតែឡើងមកពីក្រោមជាមួយនឹងលោកតាគាត់នៅឈៀតចំអន់ចៅស្រីរបស់គាត់បន្តិចដែរដែលមិនចេះខ្មាស់ពួកគាត់ដែរជាមនុស្សចាស់សោះបើតួប្រុសវិញឈៀតគិតនៅក្នុងចិត្តថានឹងហើយគឺជាអ្វីដែលគាត់ចូលចិត្តអំពីនាងនោះបន្តិចក្រោយយាក៏បានចំមកដែលនិយាយពាក្យថាបងប្រុសជើនឡានតែរត់ចំមកលឿនពេកនាងក៏បានកន្លាច់ជើងដូច្នេះហើយក៏បានទូប្រុសដែលនៅខាងក្រោមទ្រនាងជាប់បើមកមើលទឹកមុខជាមួយនឹងកាយវិការវិញគឺថាអត់និយាយតែម្ដងយាដែលអៀនពេកនេះក៏បានសួរទទួលប្រុសថាលោកកំពុងធ្វើអីហ្នឹងមើលចុះមនុស្សច្រើនណាស់កំពុងតែមើលមិនថាលោកតាលោកពូមិនថាអ្នកមើលទេកំពុងតែមើលដូចគ្នាហ្នឹងកាយវិការរបស់ពួកគេទាំងពីរនាក់នៅពេលនេះគឺពិតជាស្និទ្ធស្នាលគ្នាជាខ្លាំងទូស្រីនេះក៏ព្យាយាមនិយាយឲ្យទូប្រុសដាក់នាងជាប់ផងដែរក៏ប៉ុន្តែទូប្រុសនៅអោបចង្កេះនាងជាប់តែម្ដងដែលធ្វើឲ្យយាមុខកាន់តែក្រហមបេះដូងរបស់នាងលោតមិនឈប់សោះទើបគាត់ក៏ព្រមដាក់នាងចុះទៅដើរមកនិយាយជាមួយនឹងលោកតាវិញម្ដងដល់ពេលដែលយាត្រូវទៅហើយប្រសិនបើលោកតាត្រូវការអ្វីមួយក៏ទូរស័ព្ទមករកពួកយើងមកលោកតាគាត់បានផ្ដែផ្ដាំចៅស្រីរបស់គាត់ពេលទំនេរមកលេងគាត់ផងមិនអីទេនៅពេលដែលចៅទំនេរចៅនឹងមកលេងលោកតាឲ្យញឹកញាប់តែម្ដងហើយនាងក៏បានលេងលោកតារបស់នាងចាក់ចេញទៅលោកតាក៏បានឆោលាឲ្យពួកគេថែរក្សាខ្លួនផងលុះនៅពេលដែលយាដើរផុតចេញពីខ្សែភ្នែករបស់លោកតាហើយនាងក៏បានប្រឡែងដៃរបស់តួប្រុសដែលបាននិយាយថាបានឲ្យឈប់សម្ដែងតួប្រុសគាត់មិនបានមកអ្វីនោះដែរគាត់គ្រាន់តែមើលនាងរួចក៏ញញឹមលុះដល់ពេលដែលឡានតួប្រុសមកដល់មុខប្រលានហើយតកងឡានក៏បានចេញមកជួយកាន់វ៉ាលីរបស់តួស្រីដែលហៅនាងថាលោកស្រីបូតែតួស្រីបាននិយាយប្រាប់វិញភ្លាមថាកុំហៅនាងបែបនេះអីព្រោះថាចាប់ពីពេលនេះតទៅពួកគេលែងជាមនុស្សស្និទ្ធស្នាលគ្នាទៀតហើយនិយាយចប់យាក៏បានដើរចូលទៅក្នុងមុនដែលទុកឲ្យចវាយជាមួយនឹងកូនចៅនាំគ្នាឆ្ងល់នឹងរឹកពីរបស់នាងតែម្ដងពេលហ្នឹងតួប្រុសក៏ប្រកាសក្នុងចិត្តរបស់គាត់ដែរថាតួស្រីច្បាស់ជាខឹងគាត់រឿងអ្វីមួយជាមិនខានទេស្រាប់តែភ្លាមហ្នឹងកូនចៅរបស់គាត់ក៏និយាយឡើងមកថាមនុស្សស្រីសិតតែបែបនេះគឺសិតតែត្រូវការលួងលោមតួប្រុសក៏បានសួរទៅថាគាត់ត្រូវទៅធ្វើបែបម៉េចព្រោះអីគាត់មិនដឹងនោះទេគាត់បាននិយាយថាមើលទៅតួប្រុសហាក់ដូចជាគ្មានបទពិសោធន៍ក្នុងរឿងនេះទេដោយគេនិយាយចំចំណុចពេកតួប្រុសក៏បានមើលមុខទើបកូនចៅរបស់គាត់បានបញ្យល់ទៅតាមក្រោយថាឲ្យរៀនទន់ភ្លន់ដាក់តួស្រីបន្តិចទៅនឹងត្រូវតែចេះអត់ធ្មត់ហើយធ្វើអ្វីកុំប្រញាប់ប្រញាល់ពេកតួប្រុសក៏បានយកពាក្យសម្ដីរបស់កូនចៅគាត់យកមកគិតចំណែកគ្នានៅវិញភ័យចង់ងាប់ហើយមិញហ្នឹងវាទៅត្រូវអត់ការងារធ្វើទៅហើយបើតួស្រីរបស់យើងនៅក្នុងយន្តហោះឯនេះវិញនាងកំពុងតែគិតថានាងជឿជាក់មកលើខ្លួនឯងថានាងនឹងអាចធ្វើបានគឺរឿងដែលនាងមិននិយាយជាមួយនឹងតួប្រុសរហូតដល់ថ្ងៃរបស់នាងស្លាប់តែម្ដងគិតចាប់ភ្លាមក៏បានបែរមកមើលក្បែរខ្លួនស្រាប់តែឃើញតួប្រុសកំពុងតែអង្គុយមើលទូរស័ព្ទក្បែរនាងនឹងនាងភ្ញាក់អស់អាលីងហើយមកលេងស្អីអញ្ចឹងទេនាងក៏បានសួរថាមិនក៏មកអង្គុយនៅនឹងវិញតួប្រុសក៏ប្រាប់ទៅថាគឺជាពូរបស់នាងដែលបានសុំឲ្យគាត់ផ្ទេរជើងហោះហើរតួស្រីស្ដាប់ហើយនាងឡើងគ្រឺតហ្មងអីក៏ស្ដាប់បង្កប់ពូនាងសម្បើមម្លេះរួចតួស្រីក៏និយាយថាចុះចំណែករឿងដែលខ្ញុំបានឲ្យលោកភ្ញាក់កង់មកខ្ញុំនោះហេតុអីក៏លោកមិនតបផ្ញើវាមកឲ្យខ្ញុំទៀតនាងគិតថានឹងចង់សងលុយមកខ្ញុំវិញមែនទេវាប្រកាសជាអញ្ចឹងហើយសងលុយទៅលោកវិញដើម្បីកុំឲ្យជពាក់គ្នាចិត្តពីពេលនេះតទៅខ្ញុំបានសម្រេចចិត្តរួចហើយតែឃើញថាទូប្រុសក៏តែពីសម្លឹងមើលនាងមិនឈប់បែបនេះទូស្រីក៏សួរម្ដងទៀតថាមានរឿងអីប្រញាប់ឡើងបាញ់កង់ឲ្យខ្ញុំមកនិយាយចាប់ភ្លាមទូស្រីក៏បាននឹកឃើញពីសម្ដីដែលទូប្រុសបាននិយាយថាមួយលានដូច្នេះហើយយារបស់យើងនឹងក៏ប្រកែកថាវាមិនដូចជាអីដែលគាត់គិតនោះទេតែទូប្រុសបានអន់ចូលទៅចិត្តនាងបាននិយាយថាចុះប្រសិនបើគាត់ចង់ទូស្រីក៏បាននិយាយទៅដាក់ទូប្រុសថាលោកអាក្រក់ណាស់ស្រាប់តែភ្លាមនឹងដែរទូប្រុសក៏បានសើចដូច្នេះហើយទូស្រីក៏បានសួរថាមិនបានជាគាត់សើចបែបនេះបើទូប្រុសក៏បន្តសម្លឹងមើលមុខនាងជាបន្តទៀតដែលធ្វើឲ្យយានាងមិនយល់ទេថាទូប្រុសកំពុងតែចង់ធ្វើអីឲ្យប្រកាសបន្ទាប់មកទូប្រុសក៏សួរថាមិនបានជាមុខរបស់នាងក្រហមបែបនេះហើយក៏បន្តគិតក្នុងចិត្តថាក្រហមយ៉ាងនេះធ្វើឲ្យខ្ញុំចង់ខំនឹងឯអ្នកទាំងអស់គ្នាសម្រាប់សាច់រឿងស្នេហាសម្ងាត់របស់យើងឯហ្នឹងគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានជួយចុច like ឲ្យadminច្រើនអរគុណអ្នកទាំងអស់គ្នាបាយបាយ